អ្នកលក់ខ្លះភ្ញៀវទិញម្ដងចង់ទិញម្ដងទៀតហើយទិញតែម្នាក់ហ្នឹងឯងទោះបីជាអវ៉ាន់ដូចគ្នាក៏ដោយក៏គាត់អត់ទៅទិញអ្នកផ្សេងដែរនេះគឺជាអតិពលមួយដែលខ្ញុំហៅថាអំណាចនៃការខ្វាយខ្វល់ការខ្វាយខ្វល់ពីអ្នកដទៃធ្វើឲ្យយើងយល់ចិត្តកាន់តែស៊ីជម្រៅទៅលើពួកគេហើយធ្វើឲ្យយើងកាន់តែមានអតិពលទៅលើផ្លូវចិត្តរបស់ពួកគេហើយអតិថិជននឹងស្រឡាញ់បងប្អូនទាំងអស់គ្នាខ្លាំងបំផុតនៅពេលដែលយើងមានអំណាចនៅក្នុងការ take care អតិថិជននឹងឯងបើសិនជាបងប្អូនទាំងអស់គ្នាអត់ទាន់ស្គាល់ហាងលក់ទូរស័ព្ទដៃគ្នាយើង VIP ទេនេះគឺជាសាខាថ្មីរបស់ហាងលក់ទូរស័ព្ទដៃគ្នាយើង VIP បងប្អូនអាចអញ្ជើញមកពីសាខាចាស់ត្រឹមតែចម្ងាយប្រហែលជា100ម៉ែត្រទេបងប្អូនងាកដល់ឆ្វេងដៃឃើញសាខាធំមែនទែនគឺគ្នាយើង VIP នៅទីនេះមានលក់សុទ្ធតែអវ៉ាន់ Grade A ហើយនឹងថ្មីប្រអប់ជាពិសេសនោះមានការធានារហូតដល់1ឆ្នាំពេញតែម្ដងស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់មេរៀនជាសម្លេងរបស់យើងសាជាថ្មីបន្ទាប់ពីខកខានមួយរយៈពេលខ្លីដែរដោយសារតែឥឡូវនេះខ្ញុំបានក្លាយទៅជាប៉ាប៉ាគេហើយក៏អរគុណបងប្អូនទាំងអស់គ្នាច្រើនមែនទែនដែលបានផ្ញើសារជូនពរមកកាន់កូនប្រុសរបស់ខ្ញុំទាំងអ្នកមកផ្ទាល់ទាំងអ្នកលើអនឡាញខ្ញុំពិតជាគោរពទឹកចិត្តបងប្អូនទាំងអស់គ្នាហើយរំភើបមែនទែនមិនស្មានថាបងប្អូនទាំងអស់គ្នាស្រឡាញ់គ្រួសាររបស់ខ្ញុំស្រឡាញ់គាំទ្រខ្ញុំច្រើនដល់កម្រិតនឹងទេខ្ញុំអរគុណបងប្អូនទាំងអស់គ្នាច្រើនមែនទែនហើយជូនពរបងប្អូនត្រឡប់ទៅវិញឲ្យបងប្អូនទាំងអស់គ្នារកស៊ីទទួលទានមានបានហេងសម្រេចគ្រប់បំណងប្រាថ្នាទាំងអស់ដែលបងប្អូនមាននៅក្នុងឆ្នាំនេះអរគុណច្រើនយើងងាកមកកាន់វីដេអូរបស់យើងវិញខ្ញុំទទួលបានសំណួរមួយបងប្អូនដែលគួរឲ្យចាប់អារម្មណ៍មែនតើខ្ញុំចង់វែកញែកនៅក្នុងវីដេអូនេះឲ្យបងប្អូនទាំងអស់គ្នាបានស្ដាប់មានគ្នាយើងសួរថាអ្នកទិញមួយចំនួនណាគាត់រើសអ្នកលក់មែនតើអ្នកលក់ដែលភ្ញៀវចូលចិត្តទិញហើយទិញទៀតទិញហើយទិញទៀតទិញតែអ្នកលក់ម្នាក់ហ្នឹងអ្នកលក់ផ្សេងគឺអត់ទិញទេផលិតផលដូចគ្នាក៏ដោយក៏គាត់អត់ទិញដែរអានឹងមកពីអីខ្ញុំឆ្លើយទៅវិញថាអានឹងមកពីទេពកោសល្យរបស់អ្នកលក់ពេលខ្លះផលិតផលល្អសេវាកម្មល្អផលិតផលល្បីវាជួយយើងត្រឹមតែ 30% ទេប៉ុន្តែ 70% ទៀតគឺជាទេពកោសល្យរបស់អ្នកលក់ហើយបងប្អូនចំណាំមើលអ្នកលក់ដែលធ្វើឲ្យគេអាណិតស្រឡាញ់អ្នកលក់ធ្វើឲ្យគេជាប់ចិត្តមួយគាត់ធ្វើឲ្យគេសប្បាយចិត្តមួយគាត់មិនមែនជាអ្នកលក់លេងទេមិនមែនជាអ្នកលក់លេងលេឡូទេទំនាក់ទំនងរវាងគេហើយនឹងភ្ញៀវរបស់គេហាប់ណែនមែនទេបងប្អូនចំណាំមើលហាប់ណែនមែនទែនហើយគេយល់ចិត្តភ្ញៀវមែនទែនណាកាយវិការពាក្យសម្ដីភាពរុះរាយរាក់ទាក់ភាពខ្វាយខ្វល់គឺគេមានមកកំ pl េណាហើយអ្នកលក់ប្រភេទនេះមានអំណាចពិសេសមួយដែលហៅថាអំណាចនៃការខ្វាយខ្វល់ខ្ញុំគិតថាខ្ញុំអាចចែកម្លែកទៅកាន់បងប្អូនទាំងអស់គ្នាបានព្រោះបទពិសោធន៍ខ្ញុំមានក្រែលដែរនៅក្នុងការលក់ដូរហើយខ្ញុំគិតថាវាជាផ្នែកមួយដែលសំខាន់ដែលយើងធ្វើអតិថិជនស្រឡាញ់ចូលចិត្តយើងទី1គឺផ្ដល់ដំណោះស្រាយឲ្យចំគោលដៅបងប្អូនត្រូវដឹងអតិថិជនអត់ចូលចិត្តស្ដាប់ពីផលិតផលរបស់យើងទេអតិថិជនអត់ចូលចិត្តរងចាំទេអតិថិជនអត់ចូលចិត្តមនុស្សតប៉ែទេប៉ុន្តែគាត់ចូលចិត្តរបស់មួយអ្នកនឹងមានផលិតផលដែលត្រូវជាមួយនឹងរឿងរបស់គាត់អត់ខ្វល់រឿងអីផ្សេងទៀតទេគាត់ខ្វល់តែរឿងមួយហ្នឹងឯងអ្នកឯងមានផលិតផលត្រូវបញ្ហារបស់ខ្ញុំអត់អញ្ចឹងរឿងនេះជារឿងសំខាន់មួយគឺដើម្បីឲ្យអតិថិជនមើលឃើញពីទឹកចិត្តរបស់យើងហើយស្រឡាញ់ចូលចិត្តយើងរឿងសំខាន់ណាស់ត្រូវតែស្វែងយល់ពីគាត់ត្រូវតែដាក់ផលិតផលឲ្យត្រូវបញ្ហារបស់គាត់អានឹងជារឿងមួយដែលយើងអត់អូសពេលភ្ញៀវទេយើងអត់ធ្វើឲ្យភ្ញៀវធុញថប់មួយយើងទេហើយយើងក៏មិនមែនជាអ្នកលក់ដែលទង់វែងឆ្នាំងវែងដែរអញ្ចឹងសតខាត់កន្លែងនេះខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាគិតឡើងវិញទៅលើរឿងរ៉ាវទាំងអស់ដែលមាននៅក្នុងផលិតផលរបស់យើងហើយយើងអត់អាចណាទៅអំពាយនាយលក់ផលិតផលរបស់យើងគ្រប់មុខគ្រប់របៀបបានទេភ្ញៀវខ្លះគាត់មានបញ្ហាតែមួយទេអញ្ចឹងយើងលក់អាដំណោះស្រាយរបស់យើងនឹងទៅដាក់ឲ្យចំបញ្ហារបស់គាត់អានឹងជាធៀបទី1ដែលខ្ញុំគិតថាធ្វើឲ្យបងប្អូនទាំងអស់គ្នាទទួលបានការចាប់អារម្មណ៍និងស្រឡាញ់ចូលចិត្តពីអតិថិជនរបស់យើងបន្ថែមទៀតបង្កើនការលក់ 20% ជាមួយនឹង K-Store App by BZvisor Digital Loyalty Program ដែលផ្ដល់មុនស្នេហ៍ទៅដល់អតិថិជនរបស់អ្នកលក់ទំនិញតាម K-Store App ដែលមិនអស់កម្រៃជើងសារសូម្បីតែ1សេនចង់លក់ដែរត្រូវតែលក់ជាមួយ K-Store App រឿងទី2នោះគឺលក់ដោយបេះដូងនិងតម្លាភាពមែនតើរឿងនឹងសំខាន់ណាស់ប៉ុន្តែយើងស្ដាប់ទៅសាមញ្ញមែនតើលក់ដោយបេះដូងនិងតម្លាភាពណាក៏គេដឹងណាក៏គេធ្លាប់ឮដែរប៉ុន្តែបើយើងគិតឲ្យស៊ីជម្រៅយកមកអនុវត្តនៅជាក់ស្ដែងរឿងនឹងគឺសំខាន់មែនតើយើងដែលមានបេះដូងឲ្យភ្ញៀវយើងដែលមានតម្លាភាពជូនគាត់យើងដែលមានប្រើអារម្មណ៍មួយដែលលាតត្រដាងរឿងស្មោះត្រង់របស់យើងមួយគាត់អានឹងជារឿងសំខាន់ណាស់ខ្ញុំមានតែសេនៅក្នុងសភៅអាត់3មួយខ្ញុំទៅសេយ៉ាងច្បាស់តែម្ដងគឺអតិថិជន
ប្រៀបដូចជាសាច់ញាតិរបស់យើងអញ្ចឹងខ្វាយខ្វល់អតិថិជនឲ្យដូចជាសាច់ញាតិរបស់យើងអញ្ចឹងខ្វាយខ្វល់បែបម៉េចបងប្អូនទាំងអស់គ្នាដែលខ្លាចសាច់ញាតិយើងឈឺចាប់ឯងបងប្អូនទាំងអស់គ្នាដែលបារម្ភថាសាច់ញាតិរបស់យើងត្រូវប្រើប្រាស់ផលិតផលខុសឯងបងប្អូនទាំងអស់គ្នាដែលខ្វាយខ្វល់ថាកូនរបស់យើងទទួលបានផលិតផលមួយអត់ល្អយើងសប្បាយចិត្តទេខ្ញុំជឿថាបើសិនជាបងប្អូនទាំងអស់គ្នាមានអារម្មណ៍បែបហ្នឹងគឺជាអារម្មណ៍ល្អមួយដែលគួរតែបង្ហាញទៅកាន់អតិថិជនហើយមែនទែនខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាកុំឈរនៅលើសាយខ្លួនឯងច្រើនពេកអ្នកលក់ខ្លះគាត់ឈរទៅលើសាយរបស់គាត់អត់ឈរលើសាយអតិថិជននេះអត់បានជួយគិតធ្វើម៉េចអតិថិជនចំណេញច្រើនជាងមុនធ្វើម៉េចអតិថិជនសេវលុយបានច្រើនជាងមុនធ្វើម៉េចអតិថិជនទទួលបានរបស់ល្អច្រើនជាងមុនណាអានឹងហើយជាតម្លាភាពមួយដែលយើងបើកលាតត្រដាងមួយទៅកាន់ពួកគាត់ឲ្យគាត់មើលឃើញពីបេះដូងរបស់យើងមិនមែនយើងលក់ស្អីយើងការពារតែរបស់យើងទេអានឹងជារឿងមួយសំខាន់មែនទែនដែលយើងទាំងអស់គ្នាអត់ទទួលបានការអាណិតស្រឡាញ់ពីអតិថិជនដោយសារអីយើងគ្មានបេះដូងឲ្យគេផងហ្នឹងយើងគ្មានទឹកចិត្តឲ្យគេផងហ្នឹងអញ្ចឹងគេក៏មិនមានទឹកចិត្តឲ្យយើងវិញដែរអានឹងជា tip ទី2ដែលខ្ញុំគិតថាជារឿងសំខាន់មួយដែលយើងត្រូវតែនាំគ្នាគិតនៅក្នុងការងារទំនាក់ទំនងមួយអតិថិជនទី3គឺជួយឲ្យលើសពីតម្លៃអតិថិជនណាក៏ចង់បានប្រយោជន៍ដែរអតិថិជនណាក៏ត្រូវការប្រយោជន៍ដែរអញ្ចឹងយើងជាអ្នកលក់មិនអាច2 + 2 4ឬក៏ត្រឹមស្មើត្រឹមណាមួយទេកន្លែងណាដែលយើងអាចជួយបានគឺយើងនៅតែជួយដែលគេមិនសុំក៏យើងត្រូវជួយដែរខ្ញុំឧទាហរណ៍ថាខ្ញុំធ្លាប់ទិញផ្ទះនៅចង្ការដងមួយខ្ញុំចែកម្លែកបងប្អូនទាំងអស់គ្នាគ្រាន់តែទិញផ្ទះភ្លាមលេខទូរស័ព្ទជិត10ខ្សែដែលអ្នកលក់ម្នាក់នឹងផ្ញើមកឲ្យខ្ញុំបងមានផ្ទះថ្មីអញ្ចឹងខ្ញុំផ្ញើលេខឲ្យបងឲ្យហើយនេះលេខជាងទឹកនេះលេខជាងភ្លើងនេះលេខជាងម៉ាស៊ីនត្រជាក់នេះលេខខាងអនាម័យនេះលេខខាងស្អីផ្សេងមកកាផ្លេដែលយើងមិនបាច់ទៅរកកន្លែងណាផ្សេងទេគឺគេផ្ដល់ឲ្យយើងហ្មងអ្នកលក់ម្នាក់នឹងគាត់ផ្ដល់ឲ្យយើងហ្មងកន្លែងនេះខ្ញុំចង់ចែកម្លែកទៅកាន់បងប្អូនទាំងអស់គ្នាថាកុំ4 ម៉ែត្រ 4 ជ្រុងយើងជាអ្នកលក់កុំ4 ម៉ែត្រ 4 ជ្រុងត្រង់ស្លូអញ្ចឹងអត់កើតទេពេលខ្លះត្រូវជួយឲ្យអស់ពីលទ្ធភាពកន្លែងខ្លះអត់ចំណាយលុយផងហ្នឹងយើងអាចជួយអតិថិជនយើងបានមែនទេផ្ញើលេខទូរស័ព្ទហើយគាត់ផ្ញើហើយគាត់ប្រាប់ខ្ញុំទៀតណាបងខលទៅគេទៅប្រាប់ថាមកពីខាងបូរីពួកខ្ញុំអញ្ចឹងគេមានតម្លៃពិសេសស្គាល់តាមខ្ញុំអញ្ចឹងគេមានតម្លៃពិសេសឃើញទេទឹកចិត្តនៅលើគោកដែលយើងអាចទទួលបានណាពីអតិថិជនរបស់យើងហើយខ្ញុំអរគុណគាត់ហើយខ្ញុំខលទៅខ្ញុំបានតម្លៃពិសេសមែនជាងម៉ាស៊ីនត្រជាក់ជាងទឹកជាងភ្លើងណាជាងជំរាបទឹកជាងកាឌីអីផ្សេងមានទាំងអស់ណាគេផ្ញើឲ្យយើងមកកាផ្លេអានឹងជារឿងមួយដែលខ្ញុំគិតថាជួយអតិថិជនឲ្យលើសពីតម្លៃអ្នកលក់មួយចំនួននៅមានបញ្ហាលើរឿងហ្នឹងជួយអតិថិជននៅខ្លាចនៅខ្លាចខាតខ្លាចអីអញ្ចឹងណារឿងខាតយើងគិតផ្សេងប៉ុន្តែកន្លែងណាដែលយើងអាចជួយបានជាលទ្ធភាពរបស់យើងត្រូវតែជួយដើម្បីទំនាក់ទំនងល្អទៅថ្ងៃមុខខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំសង្ឃឹមថាវីដេអូនេះអាចជួយបងប្អូនទាំងអស់គ្នាមកជ្រុងបន្ថែមទៀតនៅក្នុងការងារលក់វាកាត់បន្ថយការ stress របស់បងប្អូនទាំងអស់គ្នានៅក្នុងការងារលក់ដែរអញ្ចឹងអរគុណបើសិនជាបងប្អូនត្រូវការសភៅអាត់3និងសភៅផ្កាយ5បងប្អូនអាចបញ្ជាទិញតាមរយៈ comment ខាងក្រោមក៏បានចុចនៅលើ link Telegram ខាងក្រោមក៏បានក្រុមការងារនឹងរៀបចំជូនទៅកាន់បងប្អូនទាំងអស់គ្នាអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត